ថ្ងៃនេះខ្ញុំសូមបង្ហាញអំពីតំបន់មួយគេហៅថាតំបន់បណ្ដែតទឹកផ្ទះបណ្ដែតទឹកនៅស្រុកខេត្តភ្នំហើយនៅថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងការរស់នៅប្រជាជនមានវប្បធម៌និងរបៀបនៃការរស់នៅខុសប្លែកពីយើងនេះគឺជាអ្វីដែលខ្ញុំបានរស់នៅមានភាពលំបាកដែលរស់នៅទៅលើដងស្ទឹងហើយធ្វើដំណើរទៅវិញទៅមកគឺដោយសារកណូតនេះគឺជាការប្រកបអាជីវកម្មឬក៏មុខរបររបស់គាត់ដោយសាររកត្រីរលានិងនេសាទត្រីជាដើមចឹងជាទូទៅពួកគាត់ក៏បានក្នុងមួយថ្ងៃពី20000ទៅ30000រៀលប៉ុន្តែពួកគាត់បានចំណាយគ្រប់សពបែបយ៉ាងទៅនឹងការរស់នៅរបស់គាត់នេះជាការថតពីលើទៅនៃទេសភាពនៅក្នុងតំបន់បណ្ដែតទឹកយ៉ាងសូមអរគុណ